សូមគោរពជាសួរនិងស្វាគមន៍បងប្អូនសាជាថ្មីមកកាន់ការវិភាគហាងឆេងមាសអន្តរជាតិសម្រាប់ថ្ងៃទី28ខែឧសភាឆ្នាំ2026ចឹងហាងឆេងមាសកាលពីថ្ងៃទី22នេះយើងឃើញថាបានធ្លាក់ខ្លាំងមែនទែនបាទដោយសារតែការចរចារវាងអាមេរិកជាមួយអ៊ីរ៉ង់មានការជាប់គាំងបូករួមជាមួយនឹងសន្ទុះប្រាក់ដុល្លារមានការឡើងថ្លៃព្រមទាំងការព្យាករណ៍ទៅលើការដំឡើងអត្រាការប្រាក់របស់ប្រធានធនាគារកណ្ដាលថ្មីសហរដ្ឋអាមេរិកនៅក្នុងខែ12នេះកើនឡើងរហូតដល់ទៅ42%ដូច្នេះហើយយើងឃើញថាសន្ទុះប្រាក់ដុល្លារចាប់ផ្ដើមល្អអញ្ចឹងមាសបានធ្លាក់ចុះផុតតំបន់$4,500ក្នុងមួយអោនហើយយប់មិញបានចោលនៅតំបន់$4,400នៅក្នុងមួយអោនអញ្ចឹងឥឡូវព្រឹកនេះយើងឃើញថាមាសបន្តធ្លាក់ចុះមកក្រោមបន្ថែមបន្តិចទៀតមកដល់តំបន់$4,395អញ្ចឹង$4,395នេះស្មើប្រហែលនឹងតម្លៃហាងឆេងមាសខ្មែរយើងគឺ$5,295នៅក្នុងមួយតម្លឹងឬក៏$529នៅក្នុងមួយជីអញ្ចឹងវាថាមាសកាលពីម្សិលមិញធ្លាក់ជាង$100ក្នុងមួយអោនស្មើប្រហែលនឹង$120នៅក្នុងមួយតម្លឹងបាទហើយបើសិនយើងគិតទៅជីវិញធ្លាក់តែជាង$10ក្នុងមួយជីទេបាទតោះឥឡូវយើងចូលមកដល់បច្ចេកទេសនៅក្នុងការទិញលក់សម្រាប់ថ្ងៃនេះវិញម្ដងអញ្ចឹងបើយើងមើលអំពី trend របស់មាស4ម៉ោង1ម៉ោងនៅ daily យើងឃើញថាវា confirm នៅក្នុង down trend អញ្ចឹងឱកាសល្អបំផុតសម្រាប់យើងក្នុងថ្ងៃនេះគឺរងចាំលក់ឲ្យស្របទៅតាមទិសដៅរបស់ទីផ្សារមាសអញ្ចឹងមិនមែនយើងបើកឆាតមកភ្លាមលក់ភ្លាមទេយើងត្រូវរងចាំតម្លៃទីផ្សារឲ្យមាន retracement ឬក៏បញ្ចុះតម្លៃឲ្យយើងសិនតម្លៃល្អមួយសិនណាអញ្ចឹងបើសិនជាល្អបំផុតគឺយើងរងចាំនៅពេលដែលផ្សារមាន retracement ឡើងមករកតំបន់ support and resistance របស់យើងដែលជាតំបន់យើងទិញពីម្សិលមិញណាអញ្ចឹងនេះគឺជាតំបន់ទី1យើង retracement 38% គឺតំបន់$4,460ទៅកាន់តំបន់$4,470ដែលជា retracement 38% របស់យើងអញ្ចឹងតំបន់នេះបងប្អូនអាចចូលលក់បានហើយប្រើ stop loss លើតំបន់$4,470ហើយដាក់ take profit វិញឲ្យបានតំបន់$4,420ឬក៏$4,400ក៏បានដែរបាទសម្រាប់តំបន់លក់ទី2គឺជា retracement 50% ឬក៏បញ្ចុះតម្លៃ 50% យើងតែម្ដងគឺតំបន់ strong support និង resistance របស់យើងដែលទីផ្សារមិនងាយនឹងធ្លាយចុះតែម្ដងគឺតំបន់$4,500 នៅតំបន់$4,490អញ្ចឹងដល់តំបន់នេះបងប្អូនអាចរងចាំលក់បានហើយប្រើ stop loss លើតំបន់$4,500អាចជាតំបន់$4,505ហ្នឹងគឺជាតំបន់ sell ទី2ហើយតំបន់ sell ទី3បាទតំបន់ sell ទី3 retracement 76%ខ្ញុំគិតថាតំបន់$4,440សំទោស$4,540នៅតំបន់$4,550ហើយបងប្អូនប្រើ stop loss លើតំបន់$4,550អាចជា55ឬក៏60ហើយ take profit យើងអាចយកមកដល់តំបន់$4,500តែម្ដងបាទនេះគឺជាតំបន់លក់ទាំង3ស្របទៅតាមទំនោរទីផ្សារសម្រាប់តំបន់ទិញវិញម្ដងអញ្ចឹងតំបន់ទិញថ្ងៃនេះយើងឃើញថាវាជាតំបន់ប្រច្រាស់ជាមួយនឹងទំនោរ trend អញ្ចឹងហើយបានជាយើងការទិញរបស់យើងមិនអាចទិញនៅតំបន់$4,400ទេព្រោះបច្ចុប្បន្នទីផ្សារបានមកដល់តំបន់នេះហើយក៏បានព្យាយាម break ផងដែរអញ្ចឹងតំបន់ទិញទី1របស់យើងគឺអាចរងចាំទៅដល់តំបន់$4,380ក្នុងមួយអោនទៅកាន់តំបន់$4,370នេះគឺជា strong support មួយក្នុងករណីទីផ្សារនឹងចុះទៅរកអាចនឹងភាគរយឡងច្រើនអញ្ចឹងបងប្អូនអាចរកចាំទិញនៅកន្លែងនេះបានប៉ុន្តែបើសិនជាមាន bullish ឬក៏ break structure លើ time frame តូចដូចជា1នាទីឬ5នាទីចាំបងប្អូនទិញហើយបងប្អូនប្រើ stop loss នៅក្រោម swing low របស់ time frame តូចនេះទៅអញ្ចឹងយើង save បាន stop loss ហើយយើង take profit វិញឲ្យបាន2ដងបាទសម្រាប់តំបន់ទិញទី2គឺតំបន់$4,350មកកាន់តំបន់$4,340កន្លែងនេះក៏ជា support strong ល្អនិងជា cycle G level មួយដែលអ្នកជួយដូរទីផ្សារគេរងចាំអញ្ចឹងក្នុងករណីទីផ្សារធ្លាក់ទៅដល់បងប្អូនអាចរងចាំទិញបានហើយនៅតំបន់ទិញចុងក្រោយរបស់យើងគឺ$4,300ទៅកាន់តំបន់$4,290ហ្នឹងគឺជាតំបន់ទិញចុងក្រោយរបស់យើងបើយើងរាប់ពីតម្លៃបច្ចុប្បន្ននេះទៅគឺ$100នៅក្នុងមួយអោនអញ្ចឹងក្នុងករណីទីផ្សារចុះទៅដល់តំបន់នេះខ្ញុំគិតថា strong មែនទែននៅក្នុងការ reversal ដូចទៅនឹងតំបន់$4,400និងតំបន់$4,500អញ្ចឹងក្នុងករណីទីផ្សារធ្លាក់ទៅដល់តំបន់នេះបងប្អូនអាចរងចាំទិញហើយប្រូបាប់របស់យើងក៏ខ្ពស់ដែរពីព្រោះទីផ្សារបានធ្លាក់$100ជាងនៅក្នុងមួយអោនរួចទៅហើយបាទអញ្ចឹងសម្រាប់ចែកទេសរបស់ខ្ញុំគឺមានត្រឹមប៉ុណ្នេះប៉ុន្តែបងប្អូនអាចរងចាំតាមដានព័ត៌មាន breaking news តនហេតុការណ៍ពាក់ព័ន្ធមួយសង្គ្រាមពាក់ព័ន្ធជាមួយនឹងធនាគារកណ្ដាលអាមេរិកឬក៏លោក Donald Trump មានការសរសេរឬក៏ post លើប្រព័ន្ធ True Social បន្ថែមទៀតនោះទីផ្សារអាចនឹង react ផ្សេងបាទប៉ុន្តែបច្ចេកទេសរបស់យើងគឺមានត្រឹមប៉ុណ្នេះអញ្ចឹងសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យចូលជួយដូរចំណេញគ្រប់គ្នាបាទសូមអរគុណ